ចាសួស្តីបងអូនក្នុង YouTube ទាំងអស់គ្នាចាខាងខ្ញុំមានចិញ្ចឹមចង្រិតណាចង្រិតនេះជាប្រភេទពូជចង្រិតសពងបងអូនធំអាហ្នឹងចិញ្ចឹម50ថ្ងៃជាងចាអានេះទៅបានញាស់បានជិត10ថ្ងៃនេះញាស់ជិតបាន10ថ្ងៃហើយកូនចរិតហ្នឹងគាត់វាស៊ីនេះស្លឹកប្តីខ្ញុំគាត់បេះអាស្លឹកឆាយាឲ្យហើយនឹងដូងដែលយើងលក់ស្រាប់ហ្នឹងយកអាខ្ចីខ្ចីមកហើយចំណីកូនមាន់ដែលមានប្រូតេអ៊ីនណាអញ្ចឹងបងប្អូនណាអាចចង់ចិញ្ចឹមចរិតអាចសាកសួរពីខ្ញុំបានណាចាខ្ញុំចិញ្ចឹមជាលក្ខណៈគ្រួសារទេដោយសារខ្ញុំចិញ្ចឹមនៅលើដបូលផ្ទះទេផ្ទះល្វែងទេប៉ុន្តែបើបងអូនចង់បានពូជក៏ខ្ញុំមានផ្គត់ផ្គង់ឲ្យដែរចាបទពិសោធន៍ចិញ្ចឹមគឺល្អចាខ្ញុំនឹងផ្ដល់បទពិសោធន៍ជូនមកទិញពូជខាងខ្ញុំទៅណាទិញពូជខាងខ្ញុំទៅខ្ញុំនឹងផ្ដល់បទពិសោធន៍ជូនបងអូនអញ្ចឹងបងអូនអាចសាកល្បងបានណាងាយស្រួលចិញ្ចឹមឆាប់បានផលឲ្យតែយើងថែទាំទៅដល់បន្តិចគឺអូខេហើយនេះទ្រុងនេះទំដាក់ទេទំដាក់ហើយទំចាប់ហើយអាទ្រុងមួយទៀតចាប់ហើយថ្ងៃមុនហើយពួកអីយើងលើដបូលផ្ទះហើយណាមួយយើងនៅពេញវាអត់សូវមានបានដើររកចំណីឲ្យស៊ីអញ្ចឹងចឹងយើងចិញ្ចឹមលក្ខណៈទូចតាចដែរទេប៉ុន្តែបើបងអូនចង់បានពូជខ្ញុំមានអានេះទ្រុងនេះចាប់ហើយនេះបងអូនឃើញទេលើផ្ទះល្វែងចាផ្ទះខ្ញុំពីល្វែងប្តីខ្ញុំគាត់ដាំអាដើមនោះទុកកាច់ឲ្យចង្រិតស៊ីអានេះទ្រុងចាប់អស់ថ្ងៃមុនចាចាប់ចិត្តញាស់ទៀតហើយអានេះចាប់ទឹមដាក់ពងហើយចាហ្នឹងហើយអរគុណ